តើអ្នកចង់ឲ្យបទពិសោធន៍និងជំនាញរបស់អ្នកត្រូវបានទទួលស្គាល់ជាផ្លូវការឬទេការវិតម្លៃទទួលស្គាល់ជំនាញពីមុន OPL អាចជួយប្រែក្លាយបទពិសោធន៍និងជំនាញដែលមានពីមុនឲ្យក្លាយទៅជាលិខិតទទួលស្គាល់ផ្លូវការសន្សំសំចៃពេលវេលានិងថវិកាក្នុងការសិក្សាព្រមទាំងទទួលបានឱកាសការងារល្អនិងប្រាក់ចំណូលច្រើនជាងមុនតើបងប្អូនត្រូវត្រៀមខ្លួនដូចម្តេចខ្លះដើម្បីចូលរួមធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនវីដេអូណែនាំស្ដីពីដំណើរការនៃការធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនការដំឡើងពុម្ពបងប្អូនអាចចុះឈ្មោះស្នើសុំធ្វើតេស្តវិតម្លៃទទួលស្គាល់ជំនាញពីមុនចាប់ពីថ្ងៃជូនដំណឹងនេះតទៅតាមរយៈប្រព័ន្ធអនឡាញឬទាក់ទងមកលេខ1297ឬមកដាក់ពាក្យដោយផ្ទាល់រៀងរាល់ម៉ោងធ្វើការនៅតាមមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពចំនួន9ទីតាំងតាមរយៈ QR Code បេក្ខជនត្រូវមកបង្ហាញខ្លួននៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពដែលបានចុះឈ្មោះតាមការណាត់ជួបឲ្យបានមួយសប្តាហ៍មុនថ្ងៃធ្វើតេស្តដើម្បីស្ដាប់ការណែនាំពិនិត្យបន្ទប់ប្រឡងនិងទីតាំងអនុវត្តត្រួតពិនិត្យសម្ភារៈឧបករណ៍បរិក្ខារនិងគ្រឿងប្រដាប់ការពារសុវត្ថិភាពសម្រាប់ការធ្វើតេស្តវិតម្លៃនិងផ្ទៀងផ្ទាត់ព័ត៌មានដោយភ្ជាប់មកជាមួយនៅឯកសារចាំបាច់មួយចំនួននៅថ្ងៃធ្វើតេស្តជំនាញបេក្ខជនត្រូវមកដល់កន្លែងផ្ដល់ព័ត៌មាននៅក្នុងមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពឲ្យបានយ៉ាងតិច1ម៉ោងមុនពេលចាប់ផ្ដើមទៅធ្វើតេស្តវិតម្លៃដោយភ្ជាប់មកជាមួយនៅសាលាកបាត់ឯកតជនដើម្បីផ្ទៀងផ្ទាត់ព័ត៌មានផ្ទាល់ខ្លួនពេលបេក្ខជនទៅដល់ទីតាំងអនុវត្តតេស្តជំនាញអ្នកវិតម្លៃសមត្ថភាពនឹងផ្ដល់នូវឧបករណ៍បរិក្ខារនិងសម្ភារៈដែលចាំបាច់ផ្ដល់ការណែនាំអំពីបទបញ្ជាផ្ទៃក្នុងនិងសេចក្តីណែនាំសម្រាប់ការប្រតិបត្តិជំនាញរយៈពេល10ទៅ15នាទីបន្ទាប់មកទៀតបេក្ខជនត្រូវពិនិត្យនិងផ្ទៀងផ្ទាត់សម្ភារៈឧបករណ៍និងបរិក្ខារដែលមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពបានរៀបចំជូនតាមបញ្ជីដែលមានក្នុងវិញ្ញាសាប្រតិបត្តិ15នាទីមុនពេលចាប់ផ្ដើមការអនុវត្តជំនាញបេក្ខជនត្រូវអនុវត្តវិញ្ញាសាប្រតិបត្តិការដំឡើងពុម្ពក្នុងរយៈពេល3ម៉ោង00នាទីដែលអ្នកវិតម្លៃសមត្ថភាពនឹងពិនិត្យនិងផ្ដល់ពិន្ទុដោយស្របតាមលក្ខខណ្ឌវិនិច្ឆ័យនៃការប្រតិបត្តិការចំនួន2វិញ្ញាសាគឺការងារដំឡើងពុម្ពសសរនិងការងារដោះពុម្ពសសរដែលវិញ្ញាសានីមួយៗបានកំណត់តាមកិច្ចការប្រតិបត្តិចំនួន7ដូចខាងក្រោមកិច្ចការប្រតិបត្តិទី1បេក្ខជនត្រូវតែពាក់គ្រឿងប្រដាប់ការពារសុវត្ថិភាពជាមុនសិនរួមមានមួកសុវត្ថិភាពវ៉ែនតាម៉ាស់អាវពន្លឺស្រោមដៃស្បែកជើងសុវត្ថិភាពកិច្ចការប្រតិបត្តិទី2បេក្ខជនត្រូវកំណត់ជ្រើសរើសឧបករណ៍និងសម្ភារៈទៅតាមមុខងារដែលត្រូវប្រើប្រាស់ក្នុងការអនុវត្តកិច្ចការប្រតិបត្តិកិច្ចការប្រតិបត្តិទី3បេក្ខជនត្រូវអានប្លង់និងគំនូរបច្ចេកទេសនិងវាស់វែងឲ្យបានត្រឹមត្រូវទៅតាមទំហំខ្នាតដែលមាននៅក្នុងប្លង់កិច្ចការប្រតិបត្តិទី4បេក្ខជនត្រូវអនុវត្តការវាស់វែងនិងកំណត់ទីតាំងសម្រាប់ដំឡើងពុម្ពដើម្បីប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូវតាមគំនូសប្លង់កិច្ចការប្រតិបត្តិទី5បេក្ខជនត្រូវអនុវត្តការដំឡើងមានទំហំ200មីលីម៉ែត្រគុណនឹង200មីលីម៉ែត្រនិងមានកម្ពស់2000មីលីម៉ែត្រក្រោយពីបញ្ចប់ការដំឡើងពុម្ពបេក្ខជនត្រូវសម្អាតទីកន្លែងការងារនិងរៀបចំទុកដាក់សម្ភារៈឧបករណ៍បរិក្ខារដែលបានប្រើប្រាស់រួចទៅទុកដាក់ទីតាំងដើមឲ្យបានរៀបរយបន្ទាប់មកបេក្ខជនត្រូវលើកដៃផ្ដល់ជាសញ្ញាដល់អ្នកវាយតម្លៃសមត្ថភាពដើម្បីត្រួតពិនិត្យកិច្ចការអ្នកវាយតម្លៃសមត្ថភាពនឹងចូលទៅពិនិត្យកិច្ចការនោះដើម្បីធានាថាកិច្ចការដែលបេក្ខជនបានដំឡើងត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសកិច្ចការប្រតិបត្តិទី6បន្ទាប់ពីអ្នកវាយតម្លៃសមត្ថភាពបានត្រួតពិនិត្យការងារដំឡើងពុម្ពរបស់បេក្ខជនត្រូវអនុវត្តការដោះរុះរើពុម្ពទៅតាមលំដាប់លំដោយនិងរៀបចំទុកដាក់ឧបករណ៍សម្ភារៈនិងបរិក្ខារឲ្យបានត្រឹមត្រូវកិច្ចការប្រតិបត្តិទី7បេក្ខជនត្រូវសម្អាតឧបករណ៍សម្ភារៈនិងបរិក្ខារទៅតាមកន្លែងការងារដំឡើងពុម្ពនិងរៀបចំទុកដាក់ទៅតាមទីតាំងដើមឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញបន្ទាប់ពីបញ្ចប់ការអនុវត្តវិញ្ញាសាប្រតិបត្តិអ្នកវាយតម្លៃសមត្ថភាពនិងពិនិត្យកិច្ចការរបស់បេក្ខជននិងសម្ភាសន៍បេក្ខជនរយៈពេល15នាទីក្រោយបញ្ចប់ការសម្ភាសន៍អ្នកវាយតម្លៃសមត្ថភាពនឹងធ្វើការសម្រេចចិត្តថាបេក្ខជនមានសមត្ថភាពឬមិនទាន់មានសមត្ថភាពតាមលទ្ធផលនៃកិច្ចការដែលបេក្ខជនបានអនុវត្តបេក្ខជននិងអ្នកវាយតម្លៃសមត្ថភាពត្រូវចុះហត្ថលេខា
ទទួលស្គាល់លើលទ្ធផលនៃការវិតម្លៃសមត្ថភាពនេះមុនពេលប្រគល់ជូនទៅមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពដើម្បីចេញវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញមជ្ឈមណ្ឌលវិតម្លៃសមត្ថភាពនឹងចេញវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញជូនដល់បេក្ខជនតាមលទ្ធផលរបស់អ្នកវិតម្លៃសមត្ថភាព OPL ធ្វើឲ្យបទពិសោធន៍និងជំនាញរបស់អ្នកក្លាយជាវិញ្ញាបនបត្រដែលមានការទទួលស្គាល់